កុមារដែលកើតជំងឺរាកវាបណ្ដាលមកពីកត្តាធំ2យ៉ាងគឺទី1គឺកត្តាបង្ករោគអាហារហ្នឹងគឺតាំងពីការរៀបចំតាំងពីការទុកដាក់ណាมันបានត្រឹមត្រូវល្អនិងมันបានអនាម័យល្អវាជាកត្តាមួយធ្វើឲ្យងាយនឹងកើតជំងឺរាកនៅពេលដែលកុមារនោះគាត់ញ៉ាំអាហារនោះសញ្ញាដែលបញ្ជាក់ថាគាត់មានទម្រង់ធ្ងន់ហើយគឺទី1គឺក្មេងនឹងមានការស្រេកទឹកខ្លាំងឬក៏ក្មេងនឹងមានសភាពសន្លឹមខ្លាំងឬក៏ក្មេងនឹងមានក្អួតផងរាកផងបន្តគ្នាញឹកមែនតើហ្នឹងហើយក្មេងនឹងមានសញ្ញាខូងភ្នែកឬក៏យំអត់មានចេញទឹកភ្នែកឬក៏កុមារនោះមានស្បែកស្ងួតខ្លាំងឬក៏ដង្ហើមញាប់ខ្លាំងនេះជាសញ្ញាបញ្ជាក់ថាគាត់មានបាត់បង់ជាតិទឹកធ្ងន់ធ្ងរដាច់ខាតត្រូវតែទៅមន្ទីរពេទ្យចាជំរាបសួរប៉ាម៉ាក់ទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី podcast នីតិសុខភាពកុមារដែលរៀបចំឡើងដោយមន្ទីរពេទ្យកុមារ Maxicare ហើយថ្ងៃនេះយើងមានវាគ្មិនកិត្តិយសគឺលោកវិជ្ជបណ្ឌិតអ៊ុនយូជាវិជ្ជបណ្ឌិតឯកទេសកុមារនិងមានជំនាញផ្នែកសុខភាពក្រពះពោះវៀនកុមារផងដែរហើយថ្ងៃនេះយើងនឹងមានប្រធានបទលើកមកដើម្បីសាកសួរលោកវិជ្ជបណ្ឌិតពាក់ព័ន្ធនឹងជំងឺរាករូសនៅលើកុមារក្នុងរដូវក្តៅអញ្ចឹងយើងនឹងសួរសំណួរសូមការបកស្រាយពីលោកវិជ្ជបណ្ឌិតទាំងអស់គ្នាចាលោកគ្រូសង្កេតឃើញថាក្រោយចូលឆ្នាំចិនហើយក្នុងខែក្តៅនេះលោកគ្រូហើយមួយទៀតនឹងក្រោយចូលឆ្នាំខ្មែរនឹងសវោខេសអ្នកជំងឺតាក់ទងមួយក្អួតនិងរាកច្រើនអញ្ចឹងចង់សួរលោកគ្រូថាតើករណីកុមាររាកហ្នឹងវាបង្កមកពីមូលហេតុចម្បងអីគេខ្លះដែរលោកគ្រូអរគុណសម្រាប់ចំនួនតាមធម្មតាគឺកុមារដែលកើតជំងឺរាកវាបណ្ដាលមកពីកត្តាធំ2យ៉ាងគឺទី1គឺកត្តាបង្ករោគហើយនិងទី2គឺដោយសារកត្តាក្មេងមួយចំនួនគាត់គេហៅ lactose intolerant ឬក៏ ខៅស្មៀ protein allergic ចឹងថ្ងៃនេះយើងចង់លើកយកបញ្ហាមេរោគដែលធ្វើឲ្យក្មេងនឹងរាករូសគឺចំពោះមេរោគគឺយើងមាន3ចម្ពោះធំគឺមានបាក់តេរីមានវីរុសនិងប៉ារ៉ាស៊ីតដែលបង្កឲ្យឡើងក្មេងមានជំងឺរាករូសចាលោកគ្រូចុះលោកគ្រូវាពាក់ព័ន្ធអីតាក់ទងមួយនឹងខេសដែលសបោនៅក្នុងខែក្តៅហ្នឹងវាពាក់ព័ន្ធអីគ្នាបានខែហ្នឹងក៏សបោអ្នកតាក់ទងមួយរាករូសក្អួតហ្នឹងអញ្ចឹងគ្រូវាតាមការសិក្សារបស់គេគឺគេសង្កេតឃើញថានៅរដូវក្តៅហ្នឹងអាជំងឺរាកហ្នឹងវាកើនឡើងប៉ុន្តែកត្តាមួយចំនួនដែលវារួមផ្សំដែលធ្វើឲ្យជំងឺរាកហ្នឹងវាកើននៅខែក្តៅទី1អាចពពួកមេរោគដែលវាលូតលាស់ល្អហ្នឹងនៅពេលដែលសីតុណ្ហភាពវាក្តៅវាលូតលាស់ល្អទី2នៅក្នុងរដូវក្តៅគឺវាមានហុយដីហុយអីអញ្ចឹងទៅហើយទាំងទី3មួយទៀតគឺការប្រើប្រាស់ទឹកมันបានស្អាតល្អឧទាហរណ៍ថានៅពេលដែលរដូវភ្លៀងរដូវអីចឹងទៅកសិករយើងឬក៏ប្រជាពលរដ្ឋយើងហ្នឹងគាត់នៅតាមជនបទមួយចំនួនធំគាត់អាចប្រើទឹកភ្លៀងហ្នឹងដែលជាទឹកស្អាតប៉ុន្តែផ្ទុយទៅវិញនៅពេលដែលខែក្តៅគាត់អស់ទឹកភ្លៀងនឹងប្រើគាត់អាចទៅប្រើប្រាស់ទឹកមានប្រភពមិនច្បាស់លាស់ឧទាហរណ៍ដូចជាទឹកស្រះទឹកត្រពាំងទឹកបឹងទឹកអូជាដើមឡាដែលនៅក្នុងនោះគឺវាមានសម្បូរទៅដោយពពួកមេរោគរាកនឹងផងដែរតែបើចំពោះថាអ្វីដែលជាកត្តាចម្បងឲ្យពិតប្រាកដហ្មងគឺយើងនៅតែមិនទាន់មានហេតុផលឬក៏ផុសតាងណាមួយបញ្ជាក់ច្បាស់លាស់ទេចាលោកគ្រូចាមិញលោកគ្រូមានប្រសាសន៍តាក់ទងមួយនឹងទឹកដែលមានប្រភពច្បាស់លាស់ចុះលោកគ្រូបើសិនជាកុមារឬក៏ក្មេងតូចៗគាត់ញ៉ាំទឹកកកឬក៏ទឹកត្រជាក់ទឹកកកដូចទឹកកកដែលអត់ដឹងថាផលិតនៅណាដោយសារគាត់ទៅតាមខេត្តតាមអីចឹងអាហ្នឹងអាចជាបង្កឲ្យគាត់មានបញ្ហាតាក់ទងមួយរាកអត់បើសិនជានៅក្នុងទឹកកកនោះវាមិនមានមេរោគគឺជាបញ្ហាមួយសុវត្ថិភាពតែផ្ទុយទៅវិញបើសិនជាទឹកកកហ្នឹងគាត់មានមេរោគបានន័យថាតាំងពីការផលិតតាំងពីការដឹកជញ្ជូនឬក៏តាំងពីការទុកដាក់ទឹកកកហ្នឹងវាមិនបានគត់មុតល្អដែលវាធ្វើឲ្យមានមេរោគហ្នឹងវាចូលទៅលាយឡំជាមួយទឹកកកហ្នឹងទៅពេលដែលអ្នកដែលលក់ដូរឬមួយចំនួនឬក៏ក្មេងមួយចំនួនដែលគាត់ញ៉ាំអាទឹកកកហ្នឹងទៅវាដោយឲ្យមេរោគហ្នឹងចូលទៅគឺមេរោគហ្នឹងទេដែលជាអ្នកធ្វើឲ្យមានជំងឺរាករូសមិនមែនធាតុត្រជាក់ឬក៏ទឹកកកហ្នឹងទេអូលោកគ្រូចាចុះលោកគ្រូតាក់ទងមួយនឹងក្រៅពីមេរោគតើកត្តាចំណីអាហារអាចធ្វើឲ្យគាត់មានបញ្ហាតាក់ទងមួយរាកអត់ព្រោះពេលខ្លះចំណីដូចថាចូលឆ្នាំហើយចាស់យើងសែនអីហើយអីចឹងណាលោកគ្រូវាប្រកាសណាស់ចំណីអាហារមួយចំនួនដែលវាធ្វើឲ្យកុមារនឹងរាករូសហ្នឹងហើយឧទាហរណ៍ថាអាហារហ្នឹងគឺតាំងពីការរៀបចំតាំងពីការទុកដាក់ណាมันបានត្រឹមត្រូវល្អនិងมันបានអនាម័យល្អវាជាកត្តាមួយធ្វើឲ្យងាយនឹងកើតជំងឺរាកនៅពេលដែលកុមារនោះគាត់ញ៉ាំអាហារនោះដូច្នេះហើយបើសិនជាអាហារហ្នឹងគាត់មានគុណភាពល្អឬក៏
ការដែលរៀបចំអាហារនឹងគាត់បានលាងដៃលាងអីត្រឹមត្រូវពេលដែលអាហារធ្វើរួចរាល់ហើយគាត់ទុកដាក់ក្របអីត្រឹមត្រូវមិនឲ្យមានរុយរោមានអីត្រឹមត្រូវមិនឲ្យមានដីហុយអីចូលនៅក្នុងអាហារនោះទេនោះកុមារនឹងញ៉ាំអាហារដែលមានសុវត្ថិភាពនោះគាត់អត់មានបញ្ហារាគទេចាចាលោកគ្រូចុះមួយទៀតលោកគ្រូតាក់ទងមួយប៉ាម៉ាក់គាត់ឃើញកូនរាកគាត់ថាកុំតន់ទៅពេទ្យអញ្ចឹងចង់ឲ្យលោកគ្រូឲ្យជាសញ្ញាវិញថាសញ្ញាបែបណាគាត់គួរតែយកកូនមកពេទ្យសញ្ញាបែបណាដែលគាត់នៅអាចថែទាំកូននៅផ្ទះបានអញ្ចឹងណាគ្រូបាទចំពោះសំណួរនេះវាជាសំណួរមួយដែលពិសេសហើយល្អតាមធម្មតាជំងឺរាកបើសិនជាគាត់ចាប់ដើមរាកហើយគាត់មិនទាន់មានសញ្ញានៃការបាត់បង់ជាតិទឹកបានន័យថាការរាកនោះវាបាត់បង់ជាតិទឹកមិនដល់ 5% ទេនោះក្មេងនេះវាអត់ទាន់មានសញ្ញាអីដែលគួរបារម្ភទេអញ្ចឹងបេដាគាត់អាចព្យាយាមឲ្យគាត់ញ៉ាំទឹកអូរ៉ូលីតញ៉ាំអីនៅផ្ទះហ្នឹងដើម្បីជួយកុំឲ្យវាវិវត្តទៅខ្វះជាតិទឹកចាប់ពី 5% ទៅដល់ 10% នោះកុមារហ្នឹងវានឹងចេញរោគសញ្ញាហើយពេលនោះចាំបាច់ឪពុកម្ដាយត្រូវតែយកមកមន្ទីរពេទ្យពីព្រោះយើងខ្លាចបារម្ភថាគាត់នឹងអាចគ្រោះថ្នាក់ដោយសារតែការបាត់បង់ជាតិទឹកតែបើសិនជាក្រោម 5% គាត់អត់អីទេគាត់អាចព្យាយាមនៅផ្ទះញ៉ាំទឹកអូរ៉ូលីតញ៉ាំអីបានដើម្បីប្រគប់ជាតិទឹកចឹងទៅហើយការព្យាបាលរបស់វាគឺយើងនឹងអាចឲ្យគាត់បន្តនៅផ្ទះបានបើសិនជាមិនមានស៊ីញឬក៏មិនមានសញ្ញានៃការគ្រោះថ្នាក់តែបើសិនជាមានសញ្ញាធ្ងន់ធ្ងរគាត់ដាច់ខាតត្រូវតែទៅមន្ទីរពេទ្យណាដែលនៅជិតផ្ទះបំផុតចាគ្រូចុះសញ្ញាអីគេខ្លះដែលគាត់គួរតែទៅមន្ទីរពេទ្យដែលជិតផ្ទះបំផុតរបស់គាត់ចឹងបាទសញ្ញាដែលបញ្ជាក់ថាគាត់មានទម្រង់ធ្ងន់ហើយគឺទី1គឺក្មេងនឹងមានការស្រេកទឹកខ្លាំងឬក៏ក្មេងនឹងមានសភាពសន្លឹមខ្លាំងឬក៏ក្មេងនឹងមានក្អួតផងរាកផងបន្តគ្នាញឹកមែនតើហ្នឹងហើយក្មេងនឹងមានសញ្ញាខូងភ្នែកឬក៏យំអត់មានចេញទឹកភ្នែកឬក៏កុមារនោះមានស្បែកស្ងួតខ្លាំងឬក៏ដង្ហើមញាប់ខ្លាំងនេះជាសញ្ញាបញ្ជាក់ថាគាត់មានបាត់បង់ជាតិទឹកធ្ងន់ធ្ងរដាច់ខាតត្រូវតែទៅមន្ទីរពេទ្យចាលោកគ្រូចុះលោកគ្រូមិញលោកគ្រូបានរៀបរាប់សញ្ញាខ្ញុំថែមមួយទៀតដើម្បីចង់សួរលោកគ្រូតាក់ទងមួយថាតើប៉ាម៉ាក់អាចគួរ check ដូចលោកគ្រូមានជា tip check មិនឲ្យគាត់ដឹងថាកូនគាត់អាចមានសញ្ញាបាត់បង់ជាតិទឹកអីចឹងមានជាសញ្ញាអីគេខ្លះដែលគាត់អាច check បានឲ្យដឹងមុនគាត់មកពេទ្យធម្មតាពេទ្យគាត់អាចមានតេស្តមានអីចឹងណាគ្រូសញ្ញានៃការបាត់បង់ជាតិទឹកគឺបេដាត្រូវសង្កេតមើលទៅលើសញ្ញាធំទី1ទៅលើស្បែកហ្នឹងហើយតើស្បែកគាត់នឹងស្ងួតអត់ឬក៏ក្នុងមាត់គាត់នឹងស្ងួតអត់ប្រវេមាត់គាត់ស្ងួតអត់អញ្ចឹងណាទី2គឺទៅលើភ្នែកគាត់នឹងខូងឬក៏មានចេញទឹកភ្នែកអត់ពេលគាត់យំទី3គឺគេមើលទៅមើលបង្ហើយក្បាលនេះបើសិនជាកុមារនោះនៅទូចដែលបង្ហើយនឹងវាអត់តន់ចិត្តគឺបង្ហើយនឹងរាងខូងហ្នឹងហើយទី4យើងមើលទៅមើលកុមារហ្នឹងគឺគាត់ថយនោមបានន័យថាទឹកនោមរបស់គាត់ហ្នឹងថយអត់សូវមានទឹកនោមទេអញ្ចឹងណាហើយនឹងទី5គឺសញ្ញាស្មារតីរបស់កុមារនោះបើសិនជាកុមារនោះមានសញ្ញាដែលថាគាត់ស្រេកទឹកខ្លាំងទៅហេបទៅហប់ចង់ញ៉ាំទឹកយ៉ាងទៅហេបទៅហប់អីចឹងទៅឬក៏ផ្ទុយទៅវិញកុមារនោះរៀងសន្លឹមខ្លាំងនោះគឺជាសញ្ញាដែលឪពុកម្ដាយគួរតែចាប់អារម្មណ៍ថាកូនរបស់គាត់មានការបាត់បង់ជាតិទឹកហើយចាលោកគ្រូចូលតាក់ទងមួយនឹងការព្យាបាលវិញពេលដែលគាត់មកមន្ទីរពេទ្យជាមួយនឹងរោគសញ្ញាដែលបានរៀបរាប់ខាងលើតើគ្រូពេទ្យនឹងធ្វើបែបណាចំពោះករណីរបស់អ្នកជំងឺរបស់យើងអញ្ចឹងគ្រូចំពោះការព្យាបាលជំងឺរាកគ្រូពេទ្យគាត់មានតួនាទីឬក៏គាត់មានជំនាញរបស់គាត់ក្នុងការពិនិត្យកុមារនោះថាតើការរាករបស់កុមារនោះបូកជាមួយនឹងការបាត់បង់ប្រមាណភាគរយបាត់បង់ជាតិទឹកហ្នឹងប្រមាណភាគរយហើយគាត់នឹងបំពេញជាតិទឹកឬក៏អេឡិចត្រូលីតហ្នឹងដូចជាស្ករអំបិលអីហ្នឹងដែលវាបាត់បង់ទៅតាមលាមកឬក៏ទៅតាមការក្អួតហ្នឹងគ្រូពេទ្យហ្នឹងគាត់នឹងបំពេញអានឹងចូលទៅវិញបន្ទាប់មកចុងក្រោយគ្រូពេទ្យហ្នឹងគាត់នឹងស្វះស្វែងខំប្រឹងរកថាតើការរាករបស់កុមារនោះវាបណ្ដាលមកពីពពួកបាក់តេរីឬក៏មកពីពពួកវីរុសឬក៏មកពីពពួកប៉ារ៉ាស៊ីតឬក៏កុមារនោះគាត់រាកដោយសារតែគាត់មានទាស់ចំណីផ្សេងអីទៀតដើម្បីធ្វើការព្យាបាលឲ្យចំគោលដៅតែចម្បងបំផុតគឺការបង្គ្រប់ជាតិទឹកនិងអេឡិចត្រូលីតឲ្យកុមារដែលរាកចាគ្រូមួយទៀតលើលោកគ្រូបានមានប្រសាសន៍តាក់ទងមួយចំណីចុះចំពោះកុមារដូចជារੂចុះលោកគ្រូពេលខ្លះគាត់មកតាក់ទងមួយរាកហ្នឹងតើអាចពាក់ព័ន្ធជាមួយនឹងទឹកដោះគោគាត់អីអត់លោកគ្រូទឹកដោះគោដែលគាត់ប្រើប្រាស់ហ្នឹងគ្រូទឹកដោះគោដែលគាត់ប្រើប្រាស់មានការរាកមួយចំនួនមេដាបេដាមួយចំនួនក៏គាត់តែងតែប្រាប់យើងដោយផ្ទាល់តែម្ដងគឺគាត់ថាកូនរបស់គាត់ហ្នឹងគឺញ៉ាំទឹកដោះគោអត់បានទេតាំងពីកើតមកគ្រូពេទ្យថាកូនរបស់គាត់នឹងមានអាឡែហ្ស៊ីជាមួយនឹងប្រូតេអ៊ីនទឹកដោះគោនោះគឺជាមូលហេតុមួយសម្រាប់កុមារដែលរាកហ្នឹងគឺបណ្ដាលមកពីកុមារនោះគឺអាឡែហ្ស៊ីជាមួយនឹងប្រូតេអ៊ីនទឹកដោះគោមួយវិញទៀតគឺកុមារដែលមានគេហៅ intolerant lactose intolerant បានន័យថាប្រព័ន្ធអាហាររបស់គាត់ហ្នឹងគឺវាមិនសូវជាសមស្របជាមួយនឹងជាតិ lactose
ហ្នឹងហើយហ្នឹងគឺធ្វើឲ្យកុមារហ្នឹងរាកដែរអញ្ចឹងតម្រូវឲ្យកុមារហ្នឹងញ៉ាំទឹកដោះគោដែលអត់មានជាតិ lactose ចា៎ ហ្នឹងហើយ អញ្ចឹងនឹងខេសមួយផ្សេងទៀតប្រហែលជាអាចធ្វើ podcast មួយតាក់ទងមក allergy កុមាររាក allergy មួយទៅដល់គោមួយទៀតណាលោកគ្រូចុះលោកគ្រូបើសិនជាករណីកុមារគាត់ឧស្សាហ៍មានរាកលោកគ្រូថាខោចូលតាមចិនរាកតែពេលគាត់ទៅដើរលេងចូលឆ្នាំខ្មែរហើយគាត់មានបញ្ហារាកនឹងទៀតអានឹងវាអាចពាក់ព័ន្ធមួយនឹងការខ្សោយកាពះពោះវៀនអីអត់គ្រូឬក៏មានបញ្ហាជំងឺអីផ្សេងក្រៅពីនឹងអីអត់គ្រូมันជាពាក់ព័ន្ធនឹងបញ្ហានេះប្រហែលនេះប៉ុន្តែពាក់ព័ន្ធនឹងបញ្ហាអនាម័យចា៎ហ្នឹងហើយអនាម័យអញ្ចឹងណាបាទតែកុមារមួយចំនួនហ្នឹងគឺគាត់អនាម័យរបស់គាត់ហ្នឹងវារៀងធ្លាក់ចុះបាទតែគាត់ចូលចិត្តបៀមនេះបៀមនោះគាត់យកអីបានយកមកបៀមអីចឹងទៅឬក៏ចំណីអីដែលគាត់នេះចឹងគាត់ចេះតែយកមកញ៉ាំដោយមិនទាន់បានលាងដៃលាងអីត្រឹមត្រូវចឹងណាឬក៏គាត់អត់អាចដឹងថាអាហារហ្នឹងវាគេស្អាតមិនស្អាតអីគាត់យកមកញ៉ាំហ្នឹងដែលជាកត្តាធ្វើឲ្យគាត់ហ្នឹងងាកនឹងរាកចា៎គ្រូចុះបើប៉ាម៉ាក់គាត់នៅតែបន្តកូនអាសារាកញឹកញាប់ហ្នឹងអាចប៉ះពាល់មួយនឹងបញ្ហាសុខភាពពោះវៀនរបស់គាត់ឬកាពះរបស់គាត់អីអត់គ្រូប្រកបណាស់កាលណាកុមារមួយដែលមានជំងឺរាករ៉ាំរ៉ៃអាចនឹងធ្វើឲ្យការលូតលាស់របស់គាត់ទាំងស្មារតីនិងទាំងខួរក្បាលរបស់គាត់ទាំងកាយសម្បទារបស់គាត់បានតែគីឡូគឺអីហ្នឹងជួនកាលក៏អត់ឡើងរួចទេដោយសារតែវាបន្តិចរាកអញ្ចឹងណារហូតដល់ជួនកាលកុមារអាចធ្លាក់ចូលទៅក្នុងជំងឺកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរដែលបណ្ដាលដោយសារតែគាត់រាករ៉ាំរ៉ៃពេកខ្ញុំឃើញថានេះជាបញ្ហាមួយនៅខ្មែរដែរលោកគ្រូនៅពេលដែលកូនគាត់រាកអីដែលគាត់ធ្វើដំបូងគេគឺគាត់ទៅទិញថ្នាំមកលោកគ្រូប៉ុន្តែថ្នាំខ្លះក៏លក្ខណៈប្រហែលជាប្រភេទថ្នាំអាន់ទីប្រភេទថ្នាំផ្សាលោកគ្រូអញ្ចឹងលោកគ្រូយល់យ៉ាងណាដែរចំពោះករណីដែលកូនគាត់រាកហើយគាត់ទៅទិញថ្នាំឬក៏គាត់ប្រើប្រាស់ថ្នាំដោយពុំទាន់ដឹងពីរោគវិនិច្ឆ័យច្បាស់លាស់អីចឹងណាគ្រូទាំងនេះគឺជាការខុសឆ្គងមួយរបស់មាតាបិតានៅក្នុងប្រទេសកម្ពុជាយើងដោយគាត់ពេលដែលកូនគាត់មានបញ្ហារាកអញ្ចឹងទៅគឺគាត់គិតថាគាត់ទៅទិញថ្នាំយកមកលេបពី pharmacy មកគាត់នឹងអាចធ្វើឲ្យកូនគាត់នឹងវាជាសះស្បើយក៏ប៉ុន្តែការធ្វើបែបនេះគឺជាកំហុសឆ្គងមួយតាមធម្មតានៅពេលដែលគាត់ឃើញកូនរបស់គាត់រាកហ្នឹងគឺគាត់អាចបានត្រឹមតែផ្ដល់ជា Oralid បានតែក្រៅពីនោះថ្នាំផ្សេងៗគឺអត់អាចផ្ដល់បានទេតើតែគាត់យកកូនរបស់គាត់ហ្នឹងទៅជួបជាមួយនឹងគ្រូពេទ្យជំនាញច្បាស់លាស់បានគេពិនិត្យថាកូនគាត់ហ្នឹងរាកបណ្ដាលមកពីមូលហេតុអីបានគ្រូពេទ្យហ្នឹងគេនឹងផ្ដល់ថ្នាំតាមនោះបានមានប្រសិទ្ធភាពការដែលទៅទិញនៅ pharmacy ខ្លួនឯងវាជាកំហុសឆ្គងហើយអាចនឹងធ្វើឲ្យកូនរបស់គាត់ហ្នឹងមានគ្រោះថ្នាក់ថែមទៀតផងចាលោកគ្រូមួយទៀតលោកគ្រូតាក់ទងមួយករណីរាកតើរាកកម្រិតណាដែលគាត់គួរតែនៅសម្រាប់ព្យាបាលដោយការថែទាំរបស់គ្រូពេទ្យរាកកម្រិតណាដែលគាត់អាចទៅបន្តការព្យាបាលនៅផ្ទះបានអញ្ចឹងគ្រូតាមធម្មតាគឺរាកកម្រិតទី2និងទី3ឡើងទៅបានន័យថាបើសិនជាគាត់រាកការបាត់បង់ជាតិទឹកកម្រិតទី2ទី3ឡើងទៅគាត់គួរតែនៅគៀកជាមួយនឹងគ្រូពេទ្យឬក៏គិលានុបដ្ឋាកដែលថែទាំគាត់ហើយគេនឹងអាចដឹងពីរោគសញ្ញានៃការគ្រោះថ្នាក់របស់កូនគាត់បានមួយទៀតពេលដែលកូនរាកណាតើគួរតែផ្ដល់អាហារបែបម៉េចវិញព្រោះអ្នកខ្លះគាត់កូនរាកកូនអត់ចង់ញ៉ាំព្រោះខ្លាចរាកអញ្ចឹងគាត់អត់បានញ៉ាំអីអញ្ចឹងអាហ្នឹងលោកគ្រូយល់យ៉ាងម៉េចដែរឬក៏មានជាវិធីសាស្ត្រអីដែលជួយបានកំឡុងពេលហ្នឹងអញ្ចឹងគ្រូតាមធម្មតានៅពេលដែលកុមាររាកគឺយើងមិនបញ្ឈប់ការញ៉ាំអីផ្សេងទេទាំងកុមារនោះកំពុងតែបើកទឹកដោះម្ដាយហ្នឹងគឺយើងនៅតែលើកទឹកចិត្តឲ្យគាត់បំបើកទឹកដោះម្ដាយដដែលតែបើសិនជាកុមារនោះអាចញ៉ាំអាហារផ្សេងថែមទៀតបានគឺយើងតម្រូវឲ្យគាត់ញ៉ាំអាហារដែលទុនងាយរំលាយហ្នឹងហើយងាយនឹងញ៉ាំអញ្ចឹងណាហ្នឹងហើយដូចឧទាហរណ៍ដូចជាបបរសបបរអីជាដើមក៏ប៉ុន្តែយើងញ៉ាំនៅក្នុងរយៈពេលរាកហ្នឹងទេអាបបរសហ្នឹងពេលដែលគាត់បាត់រាកយើងត្រូវឲ្យគាត់ញ៉ាំបបរខាប់គ្រប់គ្រឿងបើសិនជាកុមារនោះនៅវ័យក្រោម1ឆ្នាំដែលគាត់នៅញ៉ាំបបរខាប់គ្រប់គ្រឿងប៉ុន្តែបើសម្រាប់កុមារដែលធំគឺគាត់អាចញ៉ាំបានធម្មតាទាំងអស់បាទចំពោះចំណីអាហារឲ្យតែចំណីអាហារនោះមានសុវត្ថិភាពមានអនាម័យត្រឹមត្រូវចង់លោកគ្រូលើកតាក់ទងជាមួយនឹងវ៉ាក់សាំងរាកដែរដោយសារឥឡូវវ៉ាក់សាំងរាកឃើញតាក់ទងមួយក្រសួងគាត់បានអនុញ្ញាតឲ្យចាក់លើកទឹកចិត្តឲ្យចាក់ដែរអញ្ចឹងខ្ញុំចង់ឲ្យលោកគ្រូលើកជាប្រធានបទតាក់ទងមួយនឹងការចាក់វ៉ាក់សាំងចំពោះជំងឺរាកនេះតើចាក់ចំពោះកុមារដែលអាយុប៉ុន្មានដែរគ្រូហើយចាំបាច់អត់តែគាត់ត្រូវមកចាក់ចំពោះការបង្ការជំងឺរាកដែលយើងគិតថាវាគត់មុតបំផុតនោះគឺការផ្ដល់វ៉ាក់សាំងរាកទៅលើកុមារហើយជាក់ស្ដែងថ្មីនេះនៅក្នុងក្រសួងសុខាភិបាលរបស់យើងគឺយើងបានបញ្ចូលវ៉ាក់សាំងរាកនឹងចូលនៅក្នុងកម្មវិធីជាតិហើយកុមារដែលអាចផ្ដល់វ៉ាក់សាំងរាកនេះបានគឺនៅពេលអាយុគាត់ចាប់ពី1ខែកន្លះឡើងទៅហើយយើងផ្ដល់មានរយៈពេល2ដង
គម្លាតរយៈពេលទី1មកទី2ហ្នឹងគឺ1ខែហ្នឹងគឺវ៉ាក់សាំងដែលយើងមាននៅក្នុងកម្មវិធីជាតិយើងដោយឡែកមានវ៉ាក់សាំងរាកនៅក្រៅកម្មវិធីជាតិដែលផលិតនៅប្រទេសផ្សេងៗគ្នាឧទាហរណ៍ដូចជានៅវ៉ាក់សាំងដែលនាំចូលឬក៏ផលិតនៅប្រទេសអាមេរិកឧទាហរណ៍ឈ្មោះ Virotatex នោះគឺតម្រូវឲ្យយើងផ្ដល់ឲ្យកុមារនោះ3ដងបានន័យថាចាប់ពី1ខែកន្លះនឹងដូចគ្នានៅអាយុកុមារប៉ុន្តែគឺ3ដងគម្លាត1ខែម្ដងចាហើយតើតើមកចាក់វ៉ាក់សាំងហ្នឹងគាត់ត្រូវពិនិត្យអីពីមុនមុននឹងគាត់ចាក់ទទួលវ៉ាក់សាំងហ្នឹងលោកគ្រូតាមធម្មតាគឺជាលក្ខណៈស្តង់ដារមុននឹងផ្ដល់វ៉ាក់សាំងគឺយើងត្រូវតែយកកុមារនោះទៅជួបជាមួយនឹងគ្រូពេទ្យផ្នែកខាងកុមារដើម្បីឲ្យគាត់បានពិនិត្យរាងកាយរបស់កុមារនោះថាសុខភាពរបស់កុមារនោះគឺល្អអាចទទួលយកវ៉ាក់សាំងបាននោះបានយើងត្រូវផ្ដល់វ៉ាក់សាំងឲ្យដោយមិនបារម្ភថាមានបញ្ហាអីទៅលើកុមារនោះចាលោកគ្រូបន្ទាប់ពីគាត់រាកហើយទៅគាត់ព្យាបាលជារាកនឹងហើយគាត់អាចទទួលវ៉ាក់សាំងនឹងបានអត់បើសិនជាកុមារនោះនៅក្នុងអាយុដែលអាចទទួលបានវាជាការចាំបាច់ណាស់ក្រោយពីគាត់ព្យាបាលរាកជាគាត់ត្រូវតែផ្ដល់វ៉ាក់សាំងបើសិនជាគាត់មិនទាន់បានទទួលហើយគាត់នៅក្នុងអាយុដែលអាចទទួលវ៉ាក់សាំងរាកនឹងបានតែបើសិនជាគាត់លើសអាយុហើយគឺយើងពិបាកនៅក្នុងការផ្ដល់ឲ្យដោយសារមូលហេតុជាច្រើនទៀតដែលគេហាមមិនឲ្យផ្ដល់ឲ្យចាគ្រូចុះលោកគ្រូមួយទៀតគាត់ទទួលវ៉ាក់សាំងហើយតែគាត់នៅតែកើតជំងឺរាកទៀតអាហ្នឹងខ្ញុំចង់គ្រូបកស្រាយដែរត្រឹមត្រូវហ្នឹងហើយតាមធម្មតាវ៉ាក់សាំងគឺយើងផ្ដល់ដើម្បីការពារមិនចឹងក៏ប៉ុន្តែវាចំពោះជំងឺរាកនឹងមួយគឺវ៉ាក់សាំងដែលគេយកមកផ្ដល់ឲ្យគឺគេយកតែវ៉ាក់សាំងដែលរាកបណ្ដាលមកពីពពួក virus គឺគេហៅ rotavirus ហ្នឹងហើយអា rotavirus ហ្នឹងវាដើរតួសំខាន់ធ្វើឲ្យកុមារនឹងរាកអាចលើសពី 50% ប៉ុន្តែមិនមែន 100% ទេដូច្នេះវ៉ាក់សាំងដែលគេយកមកផ្ដល់ឲ្យកុមារហ្នឹងបើកុមារហ្នឹងបានទទួលវ៉ាក់សាំងរាកដែលផលិតចេញពីពពួក rotavirus ហ្នឹងអញ្ចឹងគាត់ការពារបានប្រហែលជា 50% ជាងទេនៅជិត 50% ជាងទៀតវាបណ្ដាលមកពីមូលហេតុផ្សេងឧទាហរណ៍ថាមកពីពពួកបាក់តេរីមកពីពពួកប៉ារ៉ាស៊ីតឬក៏បណ្ដាលមកពី cow smear protein allergic ឬក៏មកពី lactose intolerant អានោះគឺក៏នៅតែរាកដែរក៏ប៉ុន្តែរាកដោយ rotavirus ហ្នឹងគឺធ្ងន់ធ្ងរជាងគេបានប្រទេសជឿនលឿនមួយចំនួនធំហ្នឹងគេផលិតអាវ៉ាក់សាំងហ្នឹងមកដើម្បីទប់ស្កាត់កុំឲ្យក្មេងហ្នឹងវាធ្ងន់ធ្ងរបានអនុសាសន៍របស់លោកគ្រូពាក់ព័ន្ធជាមួយនឹងបញ្ហាជំងឺរាកចំពោះកុមារតែលោកគ្រូមានជាអនុសាសន៍អីដើម្បីទៅកាន់ប៉ាម៉ាក់ឲ្យគាត់បានយល់ដឹងបន្ថែមទាក់ទងមួយជំងឺរាកនេះទៅគ្រូបាទអរគុណជាសារផ្ដាំផ្ញើដល់បេដាដោយសារតែរដូវនេះវាចាប់ដើមក្តៅហ្នឹងហើយយើងឈានចូលទៅដល់រដូវក្តៅហើយអញ្ចឹងហើយសូមបេដាដើម្បីទប់ស្កាត់កុំឲ្យកូនរបស់គាត់នឹងវាជួបនឹងបញ្ហារាកនឹងបានគឺគាត់ត្រូវតែប្រុងប្រយ័ត្នឲ្យកូនរបស់គាត់នឹងគឺញ៉ាំអាហារដែលមានគុណភាពញ៉ាំអាហារដែលមានអនាម័យត្រឹមត្រូវហើយបេដាទាំងអស់រៀបចំអាហារឲ្យកូនរបស់គាត់នឹងដោយមានអនាម័យខ្លួនឯងឲ្យបានត្រឹមត្រូវដែរបានន័យថាម្ដាយនឹងត្រូវលាងដៃលាងឲ្យត្រឹមត្រូវបន្លែផ្លែសាច់សាច់បន្លែអីផ្សេងៗហ្នឹងមុននឹងគាត់ធ្វើហ្នឹងគាត់ត្រូវលាងឲ្យស្អាតហើយចម្អិនឲ្យឆ្អិនហើយគ្របទុកឲ្យបានត្រឹមត្រូវកុំឲ្យដីហុយឬក៏មានសត្វរុយអីមកទុំនៅលើនឹងបាន